នេះគឺជាវីដេអូដែលនិយាយអំពីមនុស្សទាំង9នាក់ដែលមានរោមនិងសក់វែងជាងគេក្នុងពិភពលោកទី9លោក Savin Singh លោកគឺជាមនុស្សដែលមានពុកចង្កាវែងជាងគេបំផុតនៅក្នុងពិភពលោកហើយលោកក៏បានកាន់កាប់នៅកំណត់ត្រាដ៏ចម្លែកមួយនេះផងដែរពុកចង្ការបស់គាត់គឺបានរក្សាទុកអស់រយៈពេល25ឆ្នាំមកទៅហើយនៅថ្ងៃដែលគេវាស់ចុងក្រោយគឺនៅថ្ងៃទី28ខែកញ្ញាឆ្នាំ2023គឺមានប្រវែងប្រមាណជា 2.51 ម៉ែត្រដែលជាប្រវែងដ៏វែងបំផុតដែលគេមិនធ្លាប់ជួបទី8លោកស្រី Erwin Lucas លោកស្រីបានកាន់កាប់នៅកំណត់ត្រាដ៏ចម្លែកមួយគឺកំណត់ត្រាសក់សំពងដ៏ធំជាងគេបំផុតនៅក្នុងពិភពលោកសម្រាប់ស្ត្រីសម្រាប់ការវាស់មួយជុំសក់របស់គាត់គឺមានប្រវែង 1.39 ម៉ែត្រតែជាប្រវែងដ៏ធំមួយផងដែរទី7លោក Ram Singh Soham លោកក៏ជាអ្នកកាន់កំណត់ត្រាពុកចង្កាវែងបំផុតមួយរូបដែរពោលគឺថាប្រវែងនៃការទប់ពុកចង្ការបស់គាត់នឹងប្រមាណជា38ឆ្នាំហើយមានប្រវែង 2.29 ម៉ែត្រក្នុងឆ្នាំ2023លោកក៏បានដណ្ដើមកំណត់ត្រាពុកចង្កាវែងពីលោក Savin Singh ផងដែរទី6លោកស្រី Hanam Kaur នាងគឺបានកាន់តែកំណត់ត្រាដ៏ចម្លែកមួយគឺស្ត្រីដែលមានពុកមាត់ច្រើនជាងគេនិងវែងបំផុតមួយដែរហើយពុកមាត់របស់នាងគឺមានប្រវែង 25.5 សង់ទីម៉ែត្រមូលហេតុដែលបង្កឲ្យមានការដោះនៅរោមច្រើនឬក៏ពុកមាត់ច្រើនបែបនេះគឺដោយសារតែមានបញ្ហាជំងឺមួយយ៉ាងដែលមិនអាចព្យាបាលបាននាងក៏ជានារីម្នាក់ដែលជានិមិត្តរូបគ្រប់នារីដទៃដែលហ៊ានទទួលស្គាល់ការពិតពីរូបរាងកាយរបស់ខ្លួនទី5លោកស្រី Drew Barrymore តាមពិតទៅនាងមិនមែនមានលក្ខណៈចម្លែកឬក៏មានបញ្ហាសុខភាពឬក៏មានបញ្ហាដោះរោមច្រើនជាងគេនោះទេប៉ុន្តែអ្វីដែលធ្វើឲ្យនាងជាប់នៅកំណត់ត្រានេះគឺដោយសារតែនាងពាក់នៅសក់វិកដែលធំជាងគេបំផុតនិយាយរួមទៅនាងគ្រាន់តែពាក់សក់ដែលធំជាងគេបំផុតក៏បានកំណត់ត្រានេះផងដែរហើយកំណត់ត្រារបស់នាងគឺកំណត់ត្រាទៅលើការពាក់សក់ដ៏ធំដែលមានទទឹង 2.39 ម៉ែត្រហើយស្មើនឹង7 feet ឯណោះនៅក្នុងប៉ុស្តិ៍ទូរទស្សន៍មួយជាកម្មវិធីរបស់នាងបានធ្វើឲ្យនាងល្បីនឹងទទួលកាន់កាត់កំណត់ត្រាដ៏ចម្លែកមួយនេះទី4កញ្ញា Nolan Chi Perchel នាងក៏កាន់កាត់កំណត់ត្រាសក់វែងបំផុតមួយរូបដែរសម្រាប់យុវវ័យនាងកាន់កាត់កំណត់ត្រានេះគឺនៅក្នុងឆ្នាំ2018នាងទើបតែមានអាយុ18ឆ្នាំទេប៉ុន្តែកម្ពស់ប្រវែងសក់របស់នាងគឺ 1.90 ម៉ែត្រឯណោះវាជាប្រវែងដ៏វែងបំផុតនិងចម្លែកបំផុតទៅហើយសម្រាប់យុវវ័យទី3លោក Kahan Thal លោកគឺបានកាន់កាត់កំណត់ត្រាដ៏ចម្លែកមួយទាក់ទងទៅនឹងពុកមាត់របស់គាត់តែពុកមាត់របស់គាត់នឹងលេងស្ទាយកោងហើយមានប្រវែងដ៏ភ្ញាក់ផ្អើលមួយគឺ 13.5 សង់ទីម៉ែត្រកំណត់ត្រានេះគឺត្រូវបានគេផ្ទៀងផ្ទាត់នៅក្នុងឆ្នាំ2021តែការបរិច្ឆេទបច្ចុប្បន្នគឺ4ឆ្នាំមកទៅហើយទី2លោក Kazuhiro Watanabe លោកគឺមានសក់មោហៈដែលសំដៅទៅលើសក់ស្រួចឡើងទៅលើដែលមានកម្ពស់ប្រមាណជា 1.13 ម៉ែត្រហើយដើម្បីទទួលបានសក់បែបនេះគឺប្រើពេលប្រមាណជា15ឆ្នាំដើម្បីថែទាំនិងបានប្រើប្រាស់ផលិតផលរាប់មិនអស់ដើម្បីទទួលបានលទ្ធផលបែបនេះទី1លោកស្រី Si Soping លោកស្រីគឺមានកំណត់ត្រាដ៏ចម្លែកមួយដែរហើយក៏មិនខុសពីស្ត្រីទូទៅគឺគាត់មានសក់វែងបំផុតដែលប្រវែងសក់របស់គាត់នឹងរហូតដល់ 5.627 ម៉ែត្រណោះហើយរយៈពេលក្នុងការទុកគឺរហូតដល់50ឆ្នាំតែដោយសារទុកសក់របស់គាត់នេះគឺស្មើនឹងពាក់កណ្ដាលជីវិតរបស់គាត់ទៅហើយតែមកដល់បច្ចុប្បន្ននេះគឺមិនទាន់មានអ្នកណាអាចបំបែកកំណត់ត្រាដែលមានសក់វែងដោយគាត់បាននោះទេវីដេអូខ្លីដែលនិយាយអំពីមនុស្សដែលមានសក់វែងនិងរោមវែងបំផុតនៅក្នុងពិភពលោកនៅពេលនេះក៏បានដល់ទីបញ្ចប់បើសិនជាពេញចិត្តនៅវីដេអូប្រភេទនេះកុំភ្លេចជួយ like share subscribe អ្នកមកផងអរគុណសម្រាប់ការទស្សនានិង thank you for watching